រឿងសត្វអន្ត្រីនិងក្រពើដណ្ដើមដំរីគ្នាស៊ីសូមទស្សនាដូចតទៅមាននិទានមួយដំណាលថាមានសត្វអន្ត្រីមួយនៅលើកោះកណ្ដាលសមុទ្រហើយមានក្រពើមួយធ្វើរោងនៅលើកោះនោះផងដែរសត្វអន្ត្រីនោះតែងតែឆាបដំរីអំពីត្រើយសមុទ្រម្ខាងយកមកឆីនៅខាងមុខរោងក្រពើជាប្រកក្ដីថ្ងៃមួយក្រពើមើលឃើញអន្ត្រីពំដំរីនឹងឆីហើយក្រពើនោះគិតក្នុងចិត្តថាអញនឹងដណ្ដើមសាច់ដំរីអំពីអន្ត្រីឆីលុះអន្ត្រីពំដំរីមកដាក់ដល់ឋានដែលខ្លួនធ្លាប់បរិភោគជារៀងរាល់ថ្ងៃនោះហើយក្រពើនោះវាចេញអំពីរូងឡើងមករកអន្ត្រីហើយសួរថាមនាលអន្ត្រីម្ដេចក៏ប្រស្ដែងមកលួចសាច់ដំរីអញជាអាហារវិញអន្ត្រីឆ្លើយថាដំរីនេះអញទើបតែឆាបមកពីត្រើយម្ខាងនោះទេម្ដេចក៏ប្រស្ដែងថាអញលួចអាហារប្រស្ដែងវិញក្រពើនិងអន្ត្រីវិវាទគ្នាប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមកពុំដាច់ស្រេចឡើយទើបនាំគ្នាទៅប្តឹងព្រះពោធិសត្វជាតបោះនៅទីនោះក្រពើនិងអន្ត្រីប្តឹងដោយដំណើរទីតីផ្សេងគ្នាក្រពើថាខ្ញុំខំដំរីយកមកដាក់នៅនឹងរូងរបស់ខ្ញុំអន្ត្រីមកអណ្ដើមសាច់ដំរីនឹងយកទៅឆីជាអាហារវាអន្ត្រីឆ្លើយថាដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រម្ខាងទេទើបមកដល់ខ្ញុំគិតនឹងឆីស្រាប់តែក្រពើនេះវាឡើងអំពីរូងទៅថាខ្ញុំលួចចំណីរបស់វាទាំងនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំផងទើបតបោះមកមើលដល់កន្លែងដំរីឃើញតែស្នាមក្រចកអន្ត្រីពុំឃើញចង្កូមក្រពើនោះឡើយព្រះអង្គយកក្រចកអន្ត្រីមកផ្កាប់ហើយយល់ថាមែនតបោះថាអន្ត្រីនេះមានជាសាក្សីពិតឯក្រពើឥតសាក្សីគ្មានចង្កូមឡើយទើបតបោះកាត់សេចក្តីនោះឲ្យក្រពើចាញ់អន្ត្រីតបោះកាត់សេចក្តីដូច្នេះហៅថាសុគតិកមៈអ្នកហោងអញ្ចឹងនៅលើស្នាមដំរីហ្នឹងវាអត់មានស្នាមចង្កូមក្រពើទេមានតែស្នាមកញ្ចក់អន្ត្រីអញ្ចឹងតបោះកាត់សេចក្តីឲ្យអន្ត្រីជាអ្នកឈ្នះសូមអរគុណហ្នឹងហើយសូមតាមដានវីដេអូក្រោយ